កន្លែងដើរលេងនៅអាមេរិកនេះអត់ដូចនៅខ្មែរទេសៅរ៍អាទិត្យអីមិនបើនៅខ្មែរយើងទៅជីបន្តិចបន្តួចអីទៅដល់កន្លែងអង្គុយលេងកន្លែងកំសាន្តមានកញ្ចុះមានអីញ៉ាំសប្បាយអញ្ចឹងនេះអត់ទេជិះឡានរាប់ម៉ោងអីទៅ2-3ម៉ោងអីទៅដល់ភ្នំឡើងភ្នំមើលទេសភាពអញ្ចឹងទៅហើយបើមិនអញ្ចឹងទេនេះទៅលេងវាយកូនគោលេងអាមីនីគោនេះចឹងទៅវារៀងថោកវាត្រូវការ membership អីទេយើងទៅលេងទៅវាយឲ្យចូលរុនចូលអីហ្នឹងទៅអាហ្នឹងរបៀបកំសាន្តរបស់គេនៅនេះហ่ะឬក៏ទៅអា Top Go នេះក៏បានគេមានរុនធំធំហ្នឹងហើយវានៅឆ្ងាយវាយធ្វើម៉េចឲ្យចូលរុនហ្នឹងទៅដើម្បីបានបន្ទុកហើយយើងលេងតែក្រុមយើងចឹងទៅអ្នកផ្សេងគេលេងតែគេចឹងទៅមិនទៅពាក់ព័ន្ធឲ្យគ្នាទេទោះបីទៅក្រៅអីក៏មិនបាននិយាយជាមួយអ្នកផ្សេងអីណាដែរពេលសារអាទិត្យចឹងក៏គេមានទៅហូបអីនៅក្រៅច្រើនដែររបៀបដូចយើងទៅញ៉ាំអីនៅក្រៅជុំគ្នាចឹងតែនៅនេះគេមានកញ្ចុះមានអីដូចយើងណាមានតែចូលហាងនឹងឯងទៅជាលក្ខណៈគ្រួសារមិត្តភ័ក្តិឬក៏ជា couple អីចឹងទៅមានម្ហូបច្រើនប្រភេទ restaurant នៃផ្សេងម្ហូបរបស់ចិនម្ហូបរបស់វៀតណាមម្ហូបរបស់មិចស៊ីកូអីចឹងទៅឬក៏អញ្ចឹងទេអ្នកខ្លះមួយចំនួនធំនេះដូចខ្ញុំជាដើមហ្នឹងទៅចូលផ្សារឲ្យទៅសារអាទិត្យអីហ្នឹងទៅរកទិញគ្រឿងធ្វើម្ហូបសម្រាប់ទុកថ្ងៃពេលយើងថ្ងៃធ្វើការពេលសារអាទិត្យហ្នឹងផងដែរក៏សម្បូរ event ដែរអញ្ចឹងពេលមាន event អីអញ្ចឹងពួកខ្ញុំក៏ទៅដែរហើយក៏មានមនុស្សជាច្រើនទៅដែរនេះកន្លែងនេះគេ event គេមានលក់anime អីហ្នឹងផ្សារគេនឹងលក់សិតតាគ្រឿង anime ហ្នឹងហើយក៏ទៅទិញបានរបស់របរខ្លះយកមកទុកលេងចឹងទៅនៅនេះជនជាតិអាមេរិកទៅក៏ចូលចិត្ត anime នឹងច្រើនដែរទីផ្សារវាធំណាស់នៅនេះហ៎